បងប្អូនដែលជា fan របស់ Ford គឺប្រកាសជាសប្បាយចិត្តជាពិសេសខ្ញុំបដោតទៅលើ Ford Fronco នឹងតែម្ដងដែលបងប្អូនយើងមួយចំនួនចង់ប្រើប្រាស់ប៉ុន្តែខ្លាចទៅលើការស៊ីសាំងហើយមួយទៀតគឺអាចនឹងពាក់ព័ន្ធជាមួយនឹងតម្លៃប៉ុន្តែឥឡូវនេះ Ford Fronco នៅចិនគឺបានចេញហើយជាប្រភេទអគ្គិសនីសុទ្ធហើយនឹងជាប្រភេទ EV ដែលជាប្រភេទមានម៉ាស៊ីនបន្ថែមចម្ងាយនឹងការបើកបរបានកាន់តែឆ្ងាយអញ្ចឹងសម្រាប់ក្រុមហ៊ុន Ford នៅចិនគឺបានប្រកាសចេញរថយន្ត Ford Fronco តាំងពីរយៈពេល1ខែ2ខែមុនតែឥឡូវនេះគឺបានច្បាស់ការហើយបើកឲ្យបងប្អូនកក់ហើយហើយអ្វីដែលបងប្អូនកក់ចំណាយលុយត្រឹមតែ$140ទេបងប្អូននឹងបានឡានយកទៅជិះនឹងតែម្ដងអញ្ចឹងក្រុមហ៊ុន Ford បានបើកឲ្យកក់ជាមុនឬក៏ pre-order នឹងសម្រាប់រថយន្តអគ្គិសនីប្រភេទ SUV model ថ្មីរបស់ខ្លួនគឺ Ford Fronco ហើយសម្រាប់អតិថិជនដែលបង់ប្រាក់មុន$1000ឬក៏ប្រហែលជា$140ហ្នឹងនឹងទទួលបានកញ្ចប់ពិសេសដែលឥតគិតថ្លៃមួយគេហៅថា One Touch Roof Camping Package ដែលវាមានតម្លៃរហូតដល់$1700អាមេរិកហើយកញ្ចប់នេះរួមមានដំបូលបើកឡើងដោយអគ្គិសនីនិងកៅអីមុខដែលអាចបត់បានរាបស្មើដោយស្វ័យប្រវត្តិជាប្រភេទកៅអីអេឡិចត្រូនិកយ៉ាងតែម្ដងអញ្ចឹងសម្រាប់ Ford Fronco ដែលបានបង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍ Chengdu Auto Show នៅឆ្នាំនេះនឹងមានជម្រើសទាំងប្រភេទអគ្គិសនីសុទ្ធនិងប្រភេទ EV ដែលហៅថា Expanded Range Electric Vehicle ហើយតាមការប្រាប់របស់ Ford រថយន្តនេះនឹងចាប់ផ្ដើមលក់នៅមុនកម្មវិធី Guangzhou Auto Show ដែលនឹងមកដល់ឆាប់ហើយនឹងបញ្ចេញលក់ជាផ្លូវការនៅចុងឆ្នាំ2025នេះឯងហើយផ្នែករចនារបស់ Ford Fronco ថ្មីនេះនៅតែរក្សាមុខមាត់នៃការរចនារបស់គ្រួសារ Ford Fronco ដដែលតែគាត់ថាបន្ថែមជាមួយនឹងអត្តសញ្ញាណភ្លើងថ្មីផ្នែកខាងមុខមានអក្សរ Fronco នៅលើប៉ុណ្ណាហើយសម្រាប់អក្សរ Fronco នេះទៀតសោតគឺបន្ថែមមកជាមួយនឹងពន្លឺអំពូល LED នឹងតែម្ដងហើយមើលទៅគឺវាបង្កើតជាខ្សែបណ្ដាញស្អាតមែនតែម្ដងជាមួយនឹងភ្លើងបំភ្លឺពេលថ្ងៃថ្មីហើយវាក៏បានបន្ថែមជាមួយនឹងកម្ពស់ហើយក៏មានរន្ធខ្យល់ដើម្បីជួយកាត់បន្ថយខ្យល់និងបន្ថែមចម្ងាយការបើកបរផងដែរហើយរថយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធ LiDAR នៅលើដំបូលនិងមានឧបករណ៍ចាប់សញ្ញាកាមេរ៉ា radar ជាក់លាក់តែម្ដងក្នុងការចាប់សញ្ញានឹងរហូតដល់30ឧបករណ៍ឯណោះហើយសម្រាប់ Ford Fronco ក៏ផ្ដល់នៅមុខងារ Off-road ដែលមានជម្រើសប្រើប្រាស់នៅលើផ្លូវ Off-road រហូតដល់20ឯណោះហើយសម្រាប់ Off-road ដ៏ពេញនិយមតែម្ដងហើយ Ford ក៏បានរៀបចំរួចជាស្រេចសម្រាប់អ្នកដែលចូលចិត្តបើកបរនៅលើផ្លូវ Off-road ដែលញាត់កម្មវិធីចូលទៅក្នុងប្រព័ន្ធ infotainment រថយន្តស្រាប់តែម្ដងងាយស្រួលបងប្អូន select ក្នុងការប្រើអញ្ចឹងផ្នែកខាងក្រៅ Fronco ក៏មានរចនាដំបូលជាមួយនឹងប្រភេទ flatting roof ដែលជាប្រភេទដំបូលពណ៌ខ្មៅហើយលាយជាមួយនឹងកញ្ចក់លាតពេញពីមុខដល់ខាងក្រោយនឹងតែម្ដងហើយសម្រាប់រថយន្តនេះមិនថា EV ឬក៏ប្រភេទ BEV ទេមានទំហំប៉ុណ្ណឹងគ្នាតែម្ដងតែវាមានទំហំបណ្ដោយរហូតដល់5025 មីលីម៉ែត្រទទឹង1660មីលីម៉ែត្រកម្ពស់1825មីលីម៉ែត្រនិងគម្លាតពីកង់មុខទៅកង់ក្រោយគឺ2550មីលីម៉ែត្រអញ្ចឹងទាំងពីរប្រភេទ BEV EV គឺទំហំប៉ុនគ្នាតែម្ដងសម្រាប់ផ្នែកថាមពលគឺរថយន្តនេះប្រើប្រាស់ជាមួយនឹងម៉ូទ័រអគ្គិសនី2ឬក៏យើងហៅថា Dual Motor ដែលមានថ្មទំហំ105.4 គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបាន650គីឡូម៉ែត្រប៉ុន្តែពាក់ព័ន្ធជាមួយនឹងកម្លាំងសេះកម្លាំងរមួល Ford មិនទាន់បានបញ្ចេញទេហើយសម្រាប់ model EV គឺប្រើប្រាស់ជាមួយនឹងម៉ាស៊ីន 1.5 លីត្រ turbo បន្សំជាមួយនឹងម៉ូទ័រអគ្គិសនី2មានថ្មទំហំ 43.7 គីឡូវ៉ាត់ម៉ោងអាចបើកបរដោយអគ្គិសនីសុទ្ធបានរហូតដល់220គីឡូម៉ែត្រឯណោះហើយសម្រាប់ចម្ងាយសរុបច្បាច់រួមបញ្ចូលគ្នាតែម្ដងគឺទាំងសាំងទាំងអគ្គិសនីប្រើប្រាស់បានរហូតដល់1220គីឡូម៉ែត្រអញ្ចឹងសម្រាប់ Ford Fronco ប្រភេទ EV ឬក៏ប្រភេទ BEV ហ្នឹងនឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការប្រកួតប្រជែងមួយនៅក្នុងទីផ្សាររថយន្ត SUV Off-road នៅចិនដ៏ធំមែនតែម្ដងពីក្រុមហ៊ុន Ford របស់អាមេរិកដែលវាបូកផ្សំធាតុ3សំខាន់ចូលគ្នាទី1ពាក់ព័ន្ធជាមួយនឹងកម្លាំងទី2ពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាទី3ពាក់ព័ន្ធជាមួយនឹងការរចនានឹងឯងហើយបងប្អូនសាកសម័យមើលសម្រាប់ Ford Fronco នេះបើសិនជាមកដល់ខ្មែរអាចតម្លៃប្រមាណបើសិនជាយកពីចិនណាហើយបើខ្ញុំគិតថាដឹងតែតម្លៃធូរហើយបងប្អូនអាចមិនដល់40000ទេត្រឹម30000ជាងអីដូច Mazda អញ្ចឹងហើយសំខាន់ខ្ញុំឆ្លាញ់មែនតើប្រភេទ EV ដែលមានម៉ាស៊ីនបន្ថែមចម្ងាយហើយបើប្រើប្រាស់ជាមួយអគ្គិសនីសុទ្ធវិញរហូតដល់220គីឡូម៉ែត្រឆ្ងាយមែនតើម្ដងអញ្ចឹងបងប្អូនពីខ្ញុំតែមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ